អាយដាមហេងសួររដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើឯកសារទស្សនាទានស្ដីពីកម្លាំងពលកម្មនៅកម្ពុជាដែលរៀបចំធ្វើឡើងនៅទីស្តីការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនារសៀលថ្ងៃច័ន្ទទី7 ខែមេសាឆ្នាំ2025សិក្ខាសាលានេះមានការចូលរួមពីសំណាក់តំណាងអន្តរក្រសួងតំណាងរដ្ឋបាលរាជធានីខេត្តតំណាងមន្ទីរការងាររាជធានីខេត្តតំណាងរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសតំណាងនៃអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសតំណាងក្រុមហ៊ុនក្នុងតំបន់សេដ្ឋកិច្ចពិសេសតំណាងសមាគមនិងតំណាង DPS និង NGO ផងដែរថ្លែងនៅក្នុងអង្គសិក្ខាសាលាឯកឧត្តមរដ្ឋមន្ត្រីបានគូបញ្ជាក់ថាគោលបំណងនៃសិក្ខាសាលានេះគឺធ្វើឡើងដើម្បីពិគ្រោះយោបល់ផ្ដល់ជាធាតុចូលនិងកែសម្រួលទៅលើចំណុចសំខាន់ៗនៃឯកសារទស្សនាទានស្ដីពីកម្លាំងពលកម្មនៅកម្ពុជានៅក្នុងន័យធ្វើយ៉ាងណាដើម្បីវិភាគឲ្យគ្រប់ជ្រុងជ្រោយទៅលើស្ថានភាពនិងបញ្ហាប្រឈមក្នុងទីផ្សារការងារនៅកម្ពុជាទាំងផ្នែកតម្រូវការនិងការផ្គត់ផ្គង់កម្លាំងពលកម្មសម្រាប់ជាមូលដ្ឋានក្នុងការលើកសំណើវិធានការដោះស្រាយនិងសកម្មភាពអនុវត្តព្រមទាំងពង្រឹងនិងជំរុញការអនុវត្តឲ្យមានប្រសិទ្ធភាពសម្ដៅសម្រេចបាននូវគោលនយោបាយទីផ្សារការងារសកម្មនិងការអភិវឌ្ឍទីផ្សារការងារដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថានៅពេលនេះជាពេលដែលត្រូវមានម្ចាស់ការខ្ពស់និងកំណត់ឲ្យបានច្បាស់អំពីកម្លាំងពលកម្មបញ្ហាតម្រូវការនិងការផ្គត់ផ្គង់ឲ្យបានត្រឹមត្រូវនិងមានប្រសិទ្ធភាពខ្ពស់បំផុតជាងពេលណាទាំងអស់ខណៈពេលដែលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការជួបចរចាជាមួយនឹងតំណាងភាគីសហរដ្ឋអាមេរិកអំពីពន្ធបរិការនៅពេលខាងមុខនេះដើម្បីធានាស្ថិរភាពទីផ្សារនាំចេញនិងធានាទំនុកចិត្តពីវិនិយោគិនទាំងអស់គ្នាក៏មានភារកិច្ចចូលរួមធ្វើឲ្យវិនិយោគិនក្រុមហ៊ុននិងសហគ្រាសទាំងអស់នៅកម្ពុជាមានទំនុកចិត្តនិងបន្តពង្រីកផលិតកម្មរបស់ខ្លួនឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថាការរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើឯកសារទស្សនាទានស្ដីពីកម្លាំងពលកម្មនៅកម្ពុជានាថ្ងៃនេះពិតជាមានសារៈសំខាន់ណាស់ដោយទី1គឺប្រមូលធាតុចូលអំពីព័ត៌មានកម្លាំងពលកម្មឲ្យកាន់តែស៊ីជម្រៅនិងស្វែងយល់ពីការលំបាករបស់សហគ្រាសគ្រឹះស្ថានក្នុងការជ្រើសរើសកម្លាំងពលកម្មនិងទី2ស្វែងយល់រកដំណោះស្រាយដើម្បីឆ្លើយតបទៅនឹងតម្រូវការកម្លាំងពលកម្មប្រកបដោយប្រសិទ្ធភាពដើម្បីឲ្យឯកសារមួយនេះមានធាតុចូលគ្រប់គ្រាន់ហើយនឹងឆ្លោះបញ្ចាំងឡើងវិញនៅអ្វីដែលជាចំណុចប្រឈមជាមួយនឹងវិស័យឯកជនជួបជាមួយនឹងម្ចាស់តំបន់សេដ្ឋកិច្ចពិសេសជួបជាមួយនឹងម្ចាស់រោងចក្រសហគ្រាសហើយក៏មានអាយដាមជាអភិបាលនៃគណៈអភិបាលខេត្តជាច្រើនបានសួរហើយសាធារណជនក៏បានសួរគឺយើងត្រូវរៀបចំសិក្ខាសាលានេះដោយសារថាកន្លងទៅយើងមានការអង្កេតស្រាវជ្រាវមែនប៉ុន្តែថាតើវាមានបញ្ហាប្រឈមនៅកន្លែងណាដែលអ្នករកការងារធ្វើស្រែកថាអត់មានការងាររីឯដែលអ្នកដែលមានការងារឲ្យកំពុងរកបុគ្គលិកបែរជារកបុគ្គលិកមិនបានយើងនិយាយអំពីកង្វះខាតជំនាញយើងមានសាលាប៉ុន្តែយើងរកកូនសិស្សអត់បានប៉ុន្តែយើងមានកូនសិស្សដែលនិយាយថាអត់ដឹងទៅរៀននៅកន្លែងណាយើងមានការងារនៅក្នុងស្រុកក៏ប៉ុន្តែមានអ្នកដែលអត់ដឹងថាមានការងារនៅក្នុងស្រុកហើយយកជំរើសទៅធ្វើការងារនៅក្រៅប្រទេសពេលដែលអ្នកវិនិយោគមកតាមខេត្តមកប្រទេសកម្ពុជាយើងនៅពេលដែលគេសួរថាតើយើងមានជំនាញណាប្រមាណអ្នកកន្លងទៅយើងក៏អត់មានស្ថិតិមួយច្បាស់លាស់ដើម្បីឆ្លើយតបទៅឲ្យអ្នកវិនិយោគទុនដូច្នេះហើយបានជាខ្ញុំបានផ្ដួចផ្ដើមសម្ដេចមហាវរធិបតីហ៊ុនម៉ាណែតគាត់បានស្នើសុំឲ្យក្រសួងធ្វើការសិក្សាហើយរៀបចំនៅគេហៅថាសន្និធិនៃជំនាញដែលកម្ពុជាធ្លាប់បានបង្រៀនបន្តបដាលក្នុងរយៈពេល10ឆ្នាំចុងក្រោយនេះមិនតែប៉ុណ្ណោះឯកឧត្តមរដ្ឋមន្ត្រីក៏បានជំរុញឲ្យអង្គសិក្ខាសាលារួមគ្នាចែករំលែកបទពិសោធន៍ជំនាញនិងពិគ្រោះយោបល់យ៉ាងសកម្មផ្ដល់ធាតុចូលអនុសាសន៍និងមតិចូលរួមឲ្យបានផុសផុលដើម្បីជាផែនទីបង្ហាញផ្លូវសម្រាប់ការដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មនៅកម្ពុជាផងដែរ